អំពីត្បូងអូប៉ាល់ត្បូងអូប៉ាល់វាជាត្បូងមួយប្រភេទដែលមានភាពលេចធ្លោដោយសារការលេងពណ៌ប្លែកៗរបស់វាគឺនៅពេលដែលអ្នកបង្វិលវាទៅតាមពន្លឺអ្នកនឹងឃើញពណ៌ជាច្រើនបញ្ចេញពន្លឺចេញមកប្រភពដើមរបស់វាគឺកើតឡើងពីទឹកភ្លៀងជ្រាបចូលទៅក្នុងប្រហោងថ្មហើយបន្សល់ទុកស៊ីលីកាដែលកកក្លាយជាត្បូងការរកឃើញប្រភពត្បូងធំភាគច្រើនមកពីប្រទេសអូស្ត្រាលីប៉ុន្តែក៏មានមកពីកន្លែងផ្សេងទៀតដែរអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺរឿង Opalite Fossil វាជាបាតុភូតអូប៉ាល់ដែលកើតចេញពីឆ្អឹងដៃណូស័រឬពីសត្វសមុទ្រចាស់ហើយคล้ายជាត្បូងដែលមានរូបរាងជា Opal Fossil នឹងតែម្ដងសូមនិយាយអំពី Opal Fossil បន្ថែមបន្តិច Opal Fossil គឺកើតមកពីទឹកដែលមានជាតិស៊ីលីកាជ្រាបចូលទៅក្នុងប្រហោងដែលបន្សល់ទុកដោយសាកសពសត្វឬរុក្ខជាតិចាស់ដែលបានរលួយបាត់ទៅជាតិស៊ីលីកានឹងក៏កកคล้ายជាត្បូងដែលមានរូបរាង Fossil នឹងតែម្ដងមានន័យថាគេច្រើនឃើញវាជាប្រភេទសម្បកខ្យងឆ្អឹងឬក៏ឈើប្រភពធំភាគច្រើនមកពីប្រទេសអូស្ត្រាលីដូចជានៅតំបន់ Laningrad ឬ Copper Pedy តាក់ទងទៅនឹងការឲ្យតម្លៃត្បូងអូប៉ាល់វិញគេមើលទៅលើប្រភេទអូប៉ាល់ផ្ទាល់ការលេងពណ៌របស់វាភាពច្បាស់របស់ពណ៌ស័ក្តិសមឬតម្លាភាពហើយនឹងទំហំរបស់ត្បូងអូប៉ាល់ខ្មៅច្រើនល្អជាងអូប៉ាល់សហើយការលេងពណ៌ដែលមានភាពចម្រុះនិងភ្លឺច្បាស់ត្រូវបានគេចាត់ទុកថាមានតម្លៃខ្ពស់មួយទៀតគឺភាពកម្រនិងភាពថ្លាភាពដេញពណ៌មានពណ៌ចម្រុះច្រើនហើយជាត្បូងប្រភេទកម្រខ្លាំងបំផុតមិនងាយមានដូចតម្លៃរបស់វាគឺកាន់តែថ្លៃទៅតាមនឹងដែរបើនិយាយអំពីផលប្រយោជន៍នៅក្នុងវិស័យឧស្សាហកម្មវិញអូប៉ាល់មិនសូវមានតួនាទីសំខាន់ដូចជាពេជ្រឬក៏រ៉ែផ្សេងទៀតដែលគេប្រើប្រាស់នៅក្នុងការផលិតឬក៏ក្នុងបច្ចេកវិទ្យាអីផ្សេងនោះទេវាមានតម្លៃជាចម្បងនៅក្នុងវិស័យអលង្ការការងារប្រមូលទុករក្សានិងការប្រើប្រាស់នៅក្នុងការតុបតែងបែបសិល្បៈផ្សេងនឹងឯងចំពោះការប្រទះឃើញដំបូងគឺមាននៅអូស្ត្រាលីក្នុងការរកឃើញជាផ្លូវការមួយគឺនៅឆ្នាំ1849នៅជិត Angaston ដែលត្រូវបានរកឃើញដោយអ្នកភោគវិទូអាល្លឺម៉ង់ម្នាក់ប៉ុន្តែការរកឃើញប្រភពធំដែលនាំឲ្យមានការធ្វើអាជីវកម្មហ្នឹងគឺចាប់ផ្ដើមនៅចុងសតវត្សទី19នៅតាមកន្លែងដូចជា Laningrad New South Wales ដែលល្បីរឿងអូប៉ាល់ខ្មៅ Copper Pedy នៅ South Australia ដែលល្បីរឿងអូប៉ាល់ស Wycliffe ការរកឃើញនៅតាមកន្លែងទាំងនោះភាគច្រើនគឺចៃដន្យទេគឺនៅពេលដែលមានអ្នកទៅរកមាសឬអ្នកធ្វើដំណើរកាត់តាមនឹងប្រវត្តិរបស់អូប៉ាល់ពិតជាមានយូរលង់ណាស់មកហើយមានការប្រទះឃើញវត្ថុដែលធ្វើអំពីអូប៉ាល់អាយុរាប់ពាន់ឆ្នាំនៅអាហ្វ្រិកខាងកើតឯណោះហើយជនជាតិរ៉ូម៉ាំងក៏ធ្លាប់ចាត់ទុកថាជាត្បូងដ៏មានតម្លៃដែរកាលពីប្រហែល250ឆ្នាំមុនដែលកាលនោះគេជឿថាបានមកពីអឺរ៉ុបខាងកើតចំពោះវិធីសាស្ត្ររកវិញនៅអូស្ត្រាលីគេច្រើនប្រើវិធីបើកមុខដីឬក៏ខួងអណ្ដូងជ្រៅដើម្បីពិនិត្យមើលត្បូងដែលអាចមានអូប៉ាល់អ្នកខ្លះក៏នៅតែប្រើដៃដើម្បីកាយរកដោយប្រុងប្រយ័ត្នកុំឲ្យខូចត្បូងដែរចំពោះកម្រិតភាពរឹងរបស់អូប៉ាល់គឺនៅក្នុងចន្លោះប្រហែល 5.5 ទៅ 6.5 នៅលើមាត្រដ្ឋាន Mohs មាត្រដ្ឋាននេះគេប្រើដើម្បីវាស់ល្បឿននៃការកកិតរបស់រ៉ែនីមួយមានន័យថាអូប៉ាល់អាចនឹងឆាប់ដាច់ល្បូតរលាត់ឬក៏ឆ្កូតបានលឿនជាងត្បូងផ្សេងទៀតដែលមានកម្រិតភាពរឹងជាងនឹងដូចជាពេជ្រត្បូងកណ្ដៀងឬក៏ត្បូងទទឹមជាដើមអញ្ចឹងហើយទើបគេណែនាំឲ្យប្រុងប្រយ័ត្ននៅពេលដែលពាក់គ្រឿងអលង្ការពីអូប៉ាល់ដើម្បីកុំឲ្យវាប៉ះទង្គិចឬក៏ឆ្កូតបើគិតតែពីរឿងភាពរឹងអូប៉ាល់គឺពិតជាមិនសូវរឹងមែនបើប្រៀបធៀបទៅនឹងពេជ្រឬក៏ត្បូងមានតម្លៃផ្សេងទៀតទើបគេហៅវាថាជាត្បូងពាក់កណ្ដាលមានតម្លៃប៉ុន្តែមូលហេតុដែលវាមានតម្លៃថ្លៃគឺដោយសារតែភាពកម្រនិងភាពស្អាតប្លែករបស់វានឹងឯងការលេងពណ៌ដ៏អស្ចារ្យដែលគេហៅថា play of color គឺមិនមាននៅលើត្បូងផ្សេងទៀតឡើយហើយអូប៉ាល់ប្រភេទមួយចំនួនអាចរកបានតែនៅកន្លែងតែមួយគត់នៅលើពិភពលោកប៉ុណ្ណោះត្បូងកម្រដែលមានពណ៌ស្អាតនិងទំហំធំពិតជាអាចមានតម្លៃរាប់លានដុល្លារមែននៅអូស្ត្រាលីសម្បូរអូប៉ាល់មែនហើយអូប៉ាល់មួយចំនួនអាចមានតម្លៃថ្លៃណាស់ជាពិសេសប្រភេទដែលមានពណ៌ច្បាស់និងលេងពណ៌បានស្អាត
ប្រទេសអូស្ត្រាលីត្រូវបានគេចាត់ទុកថាជាប្រភពដ៏សំខាន់និងល្បីល្បាញបំផុតនៅក្នុងពិភពលោកដែលផ្ដល់នូវត្បូងអូប៉ាល់ដែលមានតម្លៃខ្ពស់បំផុតជាពិសេសនៅតំបន់ Lightning Raj ដែលស្ថិតនៅក្នុងរដ្ឋ New South Wales គឺល្បីល្បាញខាងអូប៉ាល់ខ្មៅជាប្រភេទកម្រនិងមានតម្លៃបំផុតក្រៅពីនេះនៅតំបន់ Cooper Pedy នៅរដ្ឋ South Australia គឺជាប្រភពធំមួយដែរសម្រាប់អូប៉ាល់សឬអូប៉ាល់គ្រីស្តាល់ហើយក៏ជាកន្លែងដែលគេរកឃើញត្បូងអូប៉ាល់ធំជាងគេបំផុតនៅក្នុងពិភពលោកផងដែរត្បូងអូប៉ាល់មានប្រវត្តិដ៏វែងឆ្ងាយទាក់ទងទៅនឹងជំនឿផ្សេងៗផងដែរជាទូទៅមនុស្សជឿថាអូប៉ាល់ជានិមិត្តរូបនៃក្តីសង្ឃឹមភាពបរិសុទ្ធនិងការច្នៃប្រឌិតក្នុងប្រវត្តិសាស្ត្រជនជាតិក្រិកបុរាណជឿថាអូប៉ាល់អាចផ្ដល់ឲ្យម្ចាស់របស់វានៅអំណាចនៃការទស្សន៍ទាយនិងការការពារពីជំងឺចំណែកជនជាតិរ៉ូម៉ាំងវិញចាត់ទុកវាថាជាត្បូងនាំមកនូវសំណាងល្អបំផុតចំណែកនៅក្នុងវប្បធម៌អឺរ៉ុបមួយចំនួនគេធ្លាប់ជឿថាត្បូងអូប៉ាល់នាំមកនូវសំណាងអាក្រក់ឬជាបុព្វហេតុនៃគ្រោះមហន្តរាយទៅវិញដោយសារតែវាមានភាពផុយភាពស្រួយនិងភាពបត់បែននៃពណ៌របស់វាជំនឿនេះកាន់តែខ្លាំងក្លាឡើងនៅក្នុងសម័យកាលវីតូរៀនបាននិយាយពីគុណប្រយោជន៍ចំពោះមនុស្សត្បូងអូប៉ាល់ត្រូវបានគេជឿថាជួយជំរុញភាពច្នៃប្រឌិតបង្កើតទំនុកចិត្តលើខ្លួនឯងនិងនាំមកនូវតុល្យភាពផ្លូវចិត្តអ្នកខ្លះក៏ជឿផងដែរថាវាអាចជួយឲ្យមានទំនាក់ទំនងល្អជាមួយអ្នកដទៃនិងទាក់ទាញភាពរុងរឿងចូលមកក្នុងជីវិតតាក់ទងទៅនឹងការប្រើប្រាស់គឺអាស្រ័យទៅលើចំណូលចិត្តនិងជំនឿរៀងៗខ្លួនទេសូមអរគុណសម្រាប់ការតាមដានទស្សនាជូនពរឲ្យលោកអ្នកទទួលបានត្បូងជាទីគាប់ចិត្តដែលបងប្អូនស្រឡាញ់សូមជូនពរបងប្អូនដែលស្រឡាញ់ត្បូងអូប៉ាល់សូមឲ្យឆាប់មានត្បូងអូប៉ាល់ប្រើប្រាស់នឹងគេសូមអរគុណ